កាលពីព្រេងនាយមានកង្កែបមួយហ្វូងធំរស់នៅក្នុងត្រពាំងមួយដោយក្តីរីករាយនិងសុខសាន្តនេះជាផ្ទះរបស់ពួកគេជាកន្លែងដែលពួកគេរកចំណីនិងបន្តពូជតគ្នាប៉ុន្តែថ្ងៃមួយរឿងតូចមួយក៏កើតឡើងគឺកង្កែបពីរក្បាលបានឈ្លោះប្រកែកគ្នារហូតដល់មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាមិត្តភ័ក្តិនិងអ្នកគាំទ្រក៏ចាប់ផ្ដើមបែកគ្នាជាក្រុមៗជម្លោះដែលចាប់ផ្ដើមដោយកង្កែបពីរក្បាលបានរីករាលដាលคล้ายជាការស្អប់គ្នារវាងក្រុមទាំងពីរពួកគេព្យាយាមធ្វើទុកបុកម្នេញគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃក្រុមកង្កែបមួយក្រោមសម្ពាធនៃការស្អប់ដែលគ្របដណ្ដប់លើហេតុផលក៏សម្រេចចិត្តធ្វើអ្វីដែលនឹកស្មានមិនដល់ពួកគេបានទៅរកសត្វពស់ដែលជាសត្រូវធម្មជាតិរបស់ពួកគេបាននិយាយទៅកាន់ពស់ថាលោកពស់អើយសូមលោកអញ្ជើញមករស់នៅក្នុងត្រពាំងរបស់យើងចុះហើយលោកអាចស៊ីកង្កែបដែលជាសត្រូវរបស់យើងទាំងអស់ទៅពស់ដ៏ឆ្លាតកលនោះបានយល់ព្រមភ្លាមតើមានអ្វីល្អជាងការទទួលបានអាហារដ៏ស្រួលស្រាប់ដោយមិនចាំបាច់ខំប្រឹងប្រមាញ់ទៅទៀតនោះដំបូងពស់បានចាប់ផ្ដើមស៊ីកង្កែបពីក្រុមសត្រូវចំនួន3ក្បាលជារៀងរាល់ថ្ងៃក្រុមកង្កែបដែលបានអញ្ជើញពស់គឺពេញចិត្តនឹងអ្វីដែលពួកគេយល់ថាជាជ័យជំនះមិនយូរប៉ុន្មានកង្កែបទាំងអស់នៃក្រុមសត្រូវត្រូវបានពស់ស៊ីរលីងពេលនេះត្រពាំងបានស្ងប់ស្ងាត់មែនតែវាជាភាពស្ងប់ស្ងាត់ដែលគួរឲ្យខ្លាចកង្កែបដែលជាមេដឹកនាំនៃក្រុមនៅសល់ក៏បានសុំឲ្យសត្វពស់ចាកចេញពីអណ្ដូងព្រោះការងារបានបញ្ចប់ហើយសត្រូវក៏អស់ទៅហើយប៉ុន្តែពស់បានបដិសេធព្រោះវាបានទម្លាប់នឹងការទទួលបានអាហារដោយមិនចាំបាច់ប្រមាញ់ហើយតើមានកន្លែងណាដែលល្អជាងកន្លែងនេះទៅទៀតពស់ចាប់ផ្ដើមស៊ីកង្កែបដែលនៅសល់នៃក្រុមដែលបានអញ្ជើញវាម្ដងពួកគេបានលុបបំបាត់សត្រូវរបស់ខ្លួនតែក៏បានបង្កើតសត្រូវថ្មីដែលខ្លាំងជាងទីបំផុតដោយសារការប្រយុទ្ធគ្នាដ៏ឆោតល្ងង់និងការបែងចែកគ្នានេះកង្កែបទាំងអស់នៅក្នុងត្រពាំងនោះក៏ត្រូវបាត់បង់ជីវិតអស់ទៅតាកំហឹងនឹងការស្អប់គ្នាបន្តិចបន្តួចនោះអាចមានតម្លៃធ្ងន់ជាងជីវិតរាប់រយទៅរួចទេតើការឃើញសត្រូវរបស់ខ្លួនត្រូវវិនាសសំខាន់ជាងការរក្សាក្រុមខ្លួនឯងឲ្យនៅរស់ដែរឬទេមេរៀនដែលរឿងនេះបន្សល់ទុកគឺជ្រាលជ្រៅណាស់នៅពេលណាដែលមនុស្សក្នុងសហគមន៍មួយបែកបាក់គ្នាសត្រូវពីខាងក្រៅនឹងលួចចូលមកយ៉ាងងាយស្រួលសាមគ្គីភាពមិនមែនត្រឹមតែជាពាក្យមួយម៉ាត់នោះទេប៉ុន្តែវាគឺជារបងការពារជីវិតនិងសេចក្តីសុខរបស់យើងទាំងមូល